របៀបដំឡើង Play Store នៅលើទូរស័ព្ទ Hono បាទមិនថាបើសិនម៉ានទេបងប្អូនបាទគឺងាយស្រួលទេហ្នឹងហើយគ្រាន់តែបងប្អូនចូលទៅកាន់កម្មវិធីរូបផែនដីមកបាទសម្រាប់ទូរស័ព្ទ Hono បើសិនចិនវាតែងតែមាននៅកម្មវិធីហ្នឹងនេះបងប្អូននៅខាងក្រោមហ្នឹងហើយបងប្អូនចូលបើកកម្មវិធីហ្នឹងមកបាទពេលបើកចេញមកហើយវាមានសិតអក្សរចិនអញ្ចឹងហ្នឹងហើយបងប្អូនដាក់ដៃនៅខាងលើនេះបាទលើចាំកន្លែងនេះហើយបងប្អូនសរសេរពាក្យថា google.com បាទហើយបងប្អូនវានឹងនាំយើងចូលមកកាន់ Google បាទហើយបងប្អូនសរសេរពាក្យថា G Space APK បាទបងប្អូនត្រូវ download យកកម្មវិធីមួយដែលមានឈ្មោះថា G Space APK ហ្នឹងហើយ website លើគេហ្នឹងចុចមកបាទឥឡូវវានាំយើងចូលមកកាន់ website នេះបងប្អូនចុចអាកន្លែងទួយចេកហ្នឹងមកនេះបាទហើយចុចលើអក្សរចិននេះមកបាទវានឹងធ្វើការ download យកកម្មវិធីហ្នឹងមកហើយបាទរួចហើយយើងចាប់ដើមដំឡើងវាបាទដោយបងប្អូនចុចនៅលើពាក្យថា install បាទចាំតិចហ្នឹងហើយចុចឡើងហ្នឹងមកបាទតែប៉ុណ្ណឹងរួចរាល់ហ្នឹងហើយបាទឥឡូវយើងបានកម្មវិធីហ្នឹងមកលើនេះហើយបាទយើងបើកវាមកចុចលើពាក្យ allow បាទចុចលើពាក្យ start allow ម្ដងទៀតបាទហើយចុចលើពាក្យ continue ហ្នឹងហើយយើងត្រូវរងចាំឲ្យវាដើរពេញ 100% បាទគឺងាយស្រួលទេបងប្អូនបាទមិនថា Hono មិនថា Xiaomi ឬក៏ Mi Redmi អីទេបងប្អូនបាទឲ្យតែបើសិនចិនដែលមានអក្សរចិនអញ្ចឹងណាបងប្អូនបាទវិធីដំឡើង Play Store គឺបងប្អូនត្រូវដំឡើងធ្វើអញ្ចឹងហ្នឹងហើយបើមិនធ្វើអញ្ចឹងទេគឺអត់បានទេបាទហើយទូរស័ព្ទពួកនេះបាទបើសិនជាអត់មាន Play Store បាទនិយាយទៅហ្នឹងហើយទូរស័ព្ទ Android ដែលអត់មាន Play Store គឺចាប់មែនទែនបងប្អូនបាទគឺយើងចង់ download យកកម្មវិធីអីអត់បានទេបាទជាពិសេសយើងចង់មើល YouTube គឺអត់បានហ្មងបងប្អូនហ្នឹងហើយអូខេឥឡូវបានពេញ 100% ហើយបាទចុចនៅលើពាក្យ enable នេះមកបាទហើយយើងបើកអានេះមួយបាទថយក្រោយវិញហ្នឹងហើយឥឡូវយើងបាន Play Store មួយស្រេចហ្នឹងហើយអញ្ចឹងគ្រាន់តែបើកកម្មវិធី Play Store នឹងមកហើយធ្វើការបញ្ចូល Gmail យើងចូលទៅជាការស្រេចបាទបងប្អូននឹងអាច download កម្មវិធីផ្សេងៗតាមចិត្តដែលបងប្អូនចង់បានហើយហ្នឹងហើយអូខេដូច្នេះក្នុងវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបងប្អូនទាំងអស់គ្នាបាទបើសិនជាបងប្អូនពេញចិត្តនៅវីដេអូមួយនេះបាទកុំភ្លេចជួយចុច like ចុច share បាទនិង subscribe ដើម្បីទទួលបានវីដេអូថ្មីៗជាបន្តទៀតបាទជម្រាបលាបាយបាយជួបគ្នានៅវីដេអូក្រោយទៀត